ហេតុដែលនាំឲ្យកើតនៅបុណ្យព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងមាន3យ៉ាងចឹងកាលណាបើយើងចង់បានសុខយើងចង់បានចម្រើនចង់បានសុភមង្គលល្អនៅក្នុងសង្គមគ្រួសារយើងជាមួយស្វាមីប្តីប្រពន្ធកូនចៅអ្នកស្រុកអ្នកជិតខាងលុះត្រាតែយើងចេះចម្រើននៅសេចក្តីល្អដល់តែសេចក្តីល្អនេះហេតុឲ្យកើតឡើងទៅបានព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងមាន3យ៉ាងទី1បសាទោគឺសេចក្តីជ្រះថ្លាទី2សង្វេគោគឺសេចក្តីតក់ស្លុតទី3តេសុចរិតាប្រព្រឹត្តល្អដោយកាយវាចានិងចិត្តទាំង3នេះហើយគឺជាហេតុនាំឲ្យកើតនៅបុណ្យប៉ុន្តែសម្ដែងដុំចេះញោមមិនសូវយល់ទេអាត្មានឹងបំបែកអត្ថាធិប្បាយរាជាសេចក្តីមួយជូនញោមស្ដាប់មើលតែគ្រប់40នាទីអេវ៉ាំងត្មងតន់មិនតន់ចាំមិនចាំបោះញោមទេណាអាត្មាតែគ្រប់ម៉ោងអាត្មាអេវ៉ាំងចំណុចទី1បសាទោគឺសេចក្តីជ្រះថ្លាសេចក្តីជ្រះថ្លាសบายចិត្តនឹងយ៉ាងម៉េចមិនខុសអីពីញាតិញោមម្ចាស់ផ្ដាំបុណ្យកំពុងតែបំពេញតក្ខណានុបទានគម្រប់ខួប3ឆ្នាំនាវេលាព្រឹកនេះទេដោយសារតែញោមម្ចាស់ផ្ដាំបុណ្យគាត់មាននៅសទ្ធាទី1ជឿជាក់ទៅលើកម្មផលសទ្ធាមួយទៀតជឿជាក់ទៅលើគុណព្រះពុទ្ធសាសនាដល់តែសទ្ធាមួយទៀតគឺជាសទ្ធាមុតមមប្រកបដោយកតញ្ញូកតវេទីតាធម៌របស់កូនចៅរលឹកនឹកឃើញគុណរបស់លោកឪពុកអ្នកម្ដាយដែលបានបាក់បែកចែកឋានទៅកាន់លោកខមុខហើយនោះអញ្ចឹងទេមកដឹងថាលោកឪពុករបស់ខ្ញុំអ្នកម្ដាយរបស់ខ្ញុំសាច់ញាតិបងប្អូនរបស់ខ្ញុំស្លាប់ទៅមិនដឹងថាទៅកើតនៅទីកន្លែងណាមែនទេយាយស្លាប់ទៅមិនដឹងថាញាតិរបស់ខ្ញុំនឹងទៅកើតនៅទីកន្លែងណាបើមេដាបៃតាសាច់ញាតិរបស់ខ្ញុំមានបុណ្យបានជួយទ្រទ្រង់ឧបត្ថម្ភក្រែងណាកលត់ក្រែងគាត់បានទៅកើតជាមនុស្សឬក៏ទេវតាចោះបើសាច់ញាតិរបស់ខ្ញុំអត់បុណ្យប្រព្រឹត្តតាមអំពើអកុសលកម្មផ្សេងមានតែធ្លាក់ទៅកាន់អបាយភូមិប្រែតនរកដេរឆានអសូរកាយជាដើមប៉ុន្តែដោយសារតែខ្ញុំនឹងវាមិនដឹងមែនទេយាយអត់ដឹងដោយសារតែមិនដឹងហើយមានតែណែសទ្ធាមុតមមប្រកបដោយកតញ្ញូកតវេទីតាធរដឹងគុណតបគុណទៅវិញមានតែធ្វើបុណ្យតក្ខណានុបទានជាកិច្ចដើម្បីឧទ្ទិសផលជូនដល់អ្នកស្លាប់ចឹងសំខាន់ណាស់សទ្ធាជ្រះថ្លាញោមចងចាំទុកកាលណាបើមានសទ្ធាហើយបុណ្យដែលយើងបំពេញមានទេយវត្ថុតិចក៏ដោយទ្រព្យសម្បត្តិតិចក៏ដោយឲ្យតែសទ្ធាជ្រះថ្លារបស់យើងកើតឡើងសប្បាយចិត្តរីករាយត្រេកអរនឹងប្រព្រឹត្តទៅជាបុណ្យកុសលនឹងច្រើនហើយស្ដាប់តនអីយាយ
cầm ao tập bon để dương thưa prua bon khla miên sật thia thưa bon đá bon tai bon để dương thưa vì là o tại mơ ọt là o xì vô lấy chấm nói cái lại nằng bon khla là o mơ bon tai mình là o xì bon khla là o xì bon tai mình là o mờ bon khla là o tàng mơ bon khla là o tàng xì nó là mách ai vậy tích khơi nhà cây bùng hộp tập priệp thiệp ứng xì nó mẹ nó còn chẳng làm mà bon khla vừa tao à thắc à thoa mơ à thắc à thoam ô sợ bài na chùa ọ cả đăng phong ọ cái phong là khôn phong chùa nu rộp $10 đã tại chắp bon chắp đam kết hưởng lối lý mình cột mình cron hay tộc xây kỳ tham tiết kết ta hưởng tức đâu thì sai rộp rồi ca ai cho nâu rùm nâu trong phơ nâu ai sạp bài vàng tiết chắp đam mà mục lên rít lên nhấm chắp đam mà soi pa cùi cạt tục của bạn chất hãy tăng một cái đam ảnh bật vừa là mơm chua là mơm bạch chua là kháo đầm sâu tràn này mẹ nấy dùng nè nắng bon là o mơ bon tá mình là o xì đào tại bon là o xí bon tá mình là o mờ đôi bon ba nhiệt nhôm thưa tai mùi prắc pe khai dừng cơ tha tế mà prắc đôi mình là o mưa bà ban mà dục mà ngay hiện khoản ba hình tách pan tá bà dương sầm lăng mơ đôi khi mình to kho ấy tề prua phải thi bon prắc ni thưa tai mùi prắc kết ở đan ở dối có đôi chia mùi giúp một ngày mẹ nè cô dương này muốn phải sáng mơ sầm đan phải thoa tê sna lô cả cha đặc nom là masaka pratana trai sama tiên sal dương miền nơi dịch cu phật và kiên và sang pe prek chan ngày lang miền phật ngày trăng và kiên và sang lô phật ta anamo tani miền tây và thọ và kiên lô đa tại dương thưa ta một chút một ngày có việc ọt miền ấy lơ bị nặng thảo ấy dây nè khoản miệt đa là dương miền phô trở nên ha chun nhiệt mất bong ôn bàn hộp bàn từ xa từ tua của đại san tha đã cách cả đối tập pi là nghĩa chẳng mơ cho mơ láng kết cho kết láng việc đôi ta một giúp một ngày chẳng ban là tham á ban sầm đai bị chia bị khang đàm hái tôi bay chỉ dương miền trap sầm bát tách tây giờ vật thâu tách pan tá ao từ chất bao dương nâng và con đòi sự thia chia thla một muam chưa che từ lư cam phal nâng và prata chia bon của sa nâng trà này đạp toàn ở dây chẳng dương phư bón bà minh là o mơ pan ta ao vì là o si thoáng nâng đa tạ bon mùi tiết là o mơ phong là o si phong nè bon là o mơ phong là o si phong nâng giờ bay bon thum cả đôi bon tôi cả đôi miền trọp sầm bát tách trọp sầm bát tràn lôi tách lôi tràn cả đôi pan ta ao từ dương miền nơi sật thiê một món hào tha sật thiê pin lẹ cả nè đa từ dương miền sật thiê sốt pin lẹ cả nè chưa che từ lơ côn ở ba bột côn bật thoa côn bật sang chia thla là không bật bột từ sa sana dương miền sật thiê chưa che từ lơ côn miệt đa bay đa bao dương hai chấm nai trọp sầm bát thôn thiên
ជាកាច់តបគុណធ្វើបន្ទៈកណានប្រទានដោយព្រឹកនឹងចឹងរហូតដល់និមន្តប្រសង់ច្រើនវត្តតាមអាត្មាដឹងណាប្រមាណវត្តញោមម្ចាស់ដើមប៉ុន3វត្តញោមឃើញទេជ្រះថ្លាណាស់សប្បាយចិត្តណាស់មិនងាយបានធ្វើបន់ដល់តែធ្វើបន់ទោះបីជាធ្វើមួយព្រឹកនិមន្តលោក3វត្តឲ្យផ្អើលភូមិខ្វាន់មាសម្ដងឃើញទេញោមចឹងមុនមកជ្រះថ្លាសប្បាយចិត្តបន់បែបនឹងហើយហៅថាបន់ល្អទាំងមើល្អទាំងស៊ីនឹងហានដែលនាំឲ្យកើតបន់ចំណុចទី1ដល់តែចំណុចទី2សង្វេគោសក្តីតក់ស្លុតផាត់ភ័យនៅជនមាយុសង្ខារទាំងអាត្មាអ្នកសម្ដែងធម៌ក្តីទាំងលោកយាយលោកតាអ្នកអង្គុយស្ដាប់ធម៌នឹងក្តីរាល់ថ្ងៃយើងផាត់ភ័យណាស់យើងតក់ស្លុតណាស់ព្រោះម៉ាច់ចោគឺសក្តីស្លាប់កំពុងតែគៀកងនៅអាយុជីវិតរបស់យើងរាល់ថ្ងៃប៉ុន្តែយើងអត់ដឹងមែនទេញោមរាល់ថ្ងៃពេលខ្លះយើងសប្បាយច្រើនភ្លើតភ្លើនច្រើនទៅតាមរាគៈទៅតាមកលេសអូទាញផ្លិចនឹកឃើញរឿងសក្តីស្លាប់ដោយពិធីបន់យើងចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងមកឃើញបងប្អូនយើងសប្បាយអើយសប្បាយភ្លេចខ្លួនចូលឆ្នាំថ្មីសប្បាយឲ្យវាអស់ដៃម្ដងមានអីខ្លះប៉ាតម្សៅប៉ះពាល់គ្នាបាញ់ទឹកដាក់គ្នាលបែងប្រជាប្រិយកំសាន្តដល់សបាយចុះសបាយឡើងពេលខ្លះមានបញ្ហាមានគ្រោះថ្នាក់បាត់បង់ទ្រព្យសម្បត្តិអ្វីមួយទៅក៏វាប្រែទៅជាទុក្ខលែងសបាយមួយគណៈមួយផ្លែតនឹងក៏មានដល់តែមួយទៀតយើងគិតឲ្យយល់ទៅវិញដល់តែចាប់ដើមពេលវេលាដល់ចូលឆ្នាំថ្មីយើងអានេះចាប់ដើមកើនអាយុមួយឆ្នាំទៀតមែនទេញោមឧទាហរណ៍ដូចអាត្មាអញ្ចឹងវ័យ18ដល់ឆ្នាំថ្មីវាចូលវ័យ19ណាឧទាហរណ៍ណាប៉ុន្តែ19ទេមុខឡើងកាចាស់ទៅហើយនោះបើដូចញោមវ័យ70ឆ្នាំចូលវ័យ71ញោមវ័យ81ចូលចាប់ដើមវ័យ82ឃើញទេដល់តែយើងចេះដឹងយល់ដឹងចាប់ដើមមាននៅធម៌សង្វេគអោអញឆ្នាំថ្មី82ដល់ហើយភ្នែកក៏ស្វាំងតិចក៏ស្ដាប់លែងសូវលឺច្មោះក៏ហត់ខ្លាំងលែងសូវដឹងមាត់ណេះបរិភោគអាហារក៏មិនសូវដឹងរសជាតិគិតចុះគិតឡើងទេអាត្មាអញមិនដឹងថាបានរស់នៅប្រមាណឆ្នាំទៀតមិនដឹងថាអាចរស់នៅបានប្រមាណខែទៀតមែនទេញោមព្រោះពេលវេលាសម្រាប់ជីវិតរបស់យើងក្នុងម្នាក់តើមាន10ឆ្នាំប្រមាណដងញោមមានប្រមាណដងវាអត់ទៀងអ្នកខ្លះបាន10ឆ្នាំត្រឹមតែម្ដងខ្លះមិនបានផងកើតមកភ្លាមស្លាប់ភ្លាមទៅខ្លះកើតមកបានមួយខែ2ខែមួយឆ្នាំ2ឆ្នាំក៏ស្លាប់ទៅខ្លះកើតមកបាន20ឆ្នាំស្លាប់ទៅ18ឬ19បានតែ10ឆ្នាំ2ដងបើយើងអាយុ30ឆ្នាំស្លាប់យើងអាចរស់នៅបាន10ឆ្នាំត្រឹមតែ3ដងដល់តែញោមអ្នកអាយុ50ឆ្នាំនឹងស្លាប់យើងរស់នៅ10ឆ្នាំបានត្រឹមតែ5ដងមែនទេយាយ
ចឹងយើងត្រូវថែរក្សាវ័យទាំង3នោះឲ្យបានល្អឲ្យមាននៅសង្វេគោគឺសេចក្តីតក់ស្លុតហ្នឹងថែរក្សាវ័យទាំង3ឲ្យល្អបឋមវ័យវ័យនៅក្មេងចាប់ពីអាយុ1ឆ្នាំឬក៏យើងកើតមករហូតដល់35ឆ្នាំវ័យហ្នឹងវ័យថាយើងមិនទាន់ដឹងអីសោះអត់ទាន់ដឹងអីទេទោះបីជាយើងទៅសិក្សាបានរៀនសូត្រក៏មិនទាន់ដឹងសពគ្រប់ជ្រុងនៅឡើយដែរមែនទេយាយចឹងបឋមវ័យហ្នឹងគេប្រឹងរៀនប្រឹងសិក្សាប្រឹងរៀនសូត្រប្រឹងបដិបត្តិខ្លួនឲ្យល្អជាមនុស្សល្អជាកូនល្អជាពលរដ្ឋល្អដល់តែវ័យមួយទៀតបានដល់បច្ឆមវ័យវ័យអីថាវ័យកណ្ដាលបើមជ្ឈមវ័យវ័យកណ្ដាលដល់តែចូលដល់បច្ឆមវ័យវ័យកណ្ដាលនេះចាប់ដើមចេះដឹងយល់ដឹងខំប្រឹងរកស៊ីធ្វើការងារចំនួនជួញដូរបានប្រាក់ចំណេញបន្តិចតួចមកគិតគូរជីវភាពក្រុមគ្រួសារស្វាមីប្តីប្រពន្ធកូនចៅហើយចេះថែរក្សាទ្រព្យសម្បត្តិខ្លះមួយផ្នែកទុកសម្រាប់ដល់ពេលយើងចាស់ចូលដល់វ័យមជ្ឈមវ័យមែនទេញោមដល់តែចាប់ដើមចូលមជ្ឈមវ័យវ័យចាស់ដូចញោមអញ្ចឹងតែចូលអាយុ7ជាងហើយចូលវ័យចាស់ហើយធ្វើអីកើតទៀតចូលរោងចក្រក៏គេមិនយកថាទេខ្ញុំមិនទៅចូលដេចូលទៅអ៊ុតទៅផុងមកចូលទៅសាប់លេវអីទេទៅកាត់អំបោះអីទេតាខ្ញុំសុំត្រឹមតែអ្នកអនាម័យដល់អ្នកអនាម័យក៏គេមិនយកមែនទេយាយដល់តែឃើញយើងត្រាស់ចាស់ហើយញ័រទៅត្រីទៅត្រាក់គេមិនយកទេចឹងវ័យចាស់គឺវ័យកំពុងតែចាប់ដើមមានទានសិលភាវនាជាទីពឹងសម្រាប់ជីវិតរបស់យើងព្រោះនៅតែថ្ងៃមួយសេនានៃមជ្ឈមកកាត់ដាច់អាយុជីវិតរបស់យើងទៅទេចឹងយើងត្រូវត្រៀមខ្លួនណាត្រៀមខ្លួននឹងយ៉ាងម៉េចគឺត្រៀមខ្លួនដល់ថ្ងៃស្លាប់ឲ្យមានអ្វីយកទៅតាមដល់អ្វីដែលត្រូវយកទៅតាមបានមានអីខ្លះថាមានតែពីរទេដែលអាចយកទៅតាមបានអីទៅពីហ្នឹងគឺបង្វិចបុណ្យមួយនិងបង្វិចបាបមួយហើយបង្វិចបុណ្យហើយបង្វិចបាបនេះញោមស្ដាប់ឲ្យតាន់អត់មានទៅម្ដងទាំងពីរទេគេចាប់ដើមយកអាបង្វិចទាំងពីរហ្នឹងយកមកដាក់ថ្លឹងថ្លែងគ្នាបើគេយកមកដាក់ថ្លឹងថ្លែងបើសិនជាបង្វិចបាបនោះធ្ងន់ជាងបាបនោះត្រូវឲ្យផលមុនទៅកើតអបាយភូមិប្រែតនរកដេរឆានអសូរកាយទៅតាមកម្មធ្ងន់កម្មស្រាលអកុសលកម្មឬក៏អកុសលកម្មតើនេះយាយអ្នកខ្វាន់មាសយកអាហ្នឹងមកកំប៉ុងមកដល់តែមួយទៀតបើសិនជាបង្វិចបុណ្យនោះវាធ្ងន់ជាងបុណ្យហ្នឹងវាត្រូវឲ្យផលមុនតើកើតជាមនុស្សឬទេវតាតែងតែបានសុខបានចម្រើនរីករាយត្រេកអរទាំងឋានមនុស្សឬក៏ទេវតាដោយអំណាចនៃកុសលធម៌គឺអំពើល្អដែលយើងបានសាងស្ដាប់តនហើយយាយចឹងបង្វិចទាំងពីរនេះគឺអត់ដើរទៅជាមួយគ្នាបានទេគេវាស់ថ្លឹងថ្លែងបើបាបធ្ងន់ជាងបាបនឹងឲ្យផលមុននាំឲ្យយើងនឹងជួបទុក្ខជួបសក្តីអន្តរាយជួបបញ្ហាមិនចេះចប់មិនចេះហើយដោយសពថ្ងៃអញ្ចឹងពេលខ្លះកើតទុក្ខពិបាកចិត្តរឿងប្តីមរស៊ីអីសោះគិតតែផឹកគិតតែដើរលេងគិតតែជេរគិតតែបចោបានកូនមកមិនដើរតាមកន្លងធរទៀតកូនប្រុសគិតតែសែបគ្រឿងញៀនកាប់ចាក់បងធំបងតូចដល់តែបានកូនស្រីមកសាលាក៏មិនចូលចេតកិច្ចមានមិត្តភ័ក្តិស្រីញីប្អូនបងចេតតែដើរលេងឯនេះដើរលេងឯនោះយូរខូចខ្លួនអស់
ដល់តញោមខ្លះបានប្រពន្ធមកបលឹមឡើងបើកភ្នែកមិនទាត់ក៏ទៅស៊ីគូថៃអង្គដួងទឹកក្រហមបើមិនចឹងទេជួបជុំគ្នាចាក់តែឆ្នោតកើតចោះកើតឡើងថាទាំងអស់នឹងហើយមកអំពីកម្មអកុសលដែលយើងបានសាងពីអតីតមកផងដល់តែនៅក្នុងបច្ចុប្បន្នជាតិអត់ប្រឹងដាំពូជល្អបែរទៅជាប្រព្រឹត្តនៅអំពើមិនគប្បីនៅក្នុងសង្គមហើយជាអំពើមិនសមគួរដល់ខ្លួនគួរបដិបត្តិនឹងធ្វើមែនទេញោមទីប្រមាណហើយមិញទីប្រមាណហើយទី2ទី3ចប់ហើយអត់ទី5ទេទៅយូរជួយជាមួយនោះឥឡូវចូលមកដល់ចំណុចទី3តេសុចរិតតាប្រព្រឹត្តល្អដោយកាយវិចារនិងចិត្តប្រព្រឹត្តល្អដោយកាយវិចារនិងចិត្តនឹងយ៉ាងម៉េចដូចញោមថ្ងៃនេះកាយរបស់ញោមក៏ស្អាតណាស់ឃើញទេលើកដៃសំពះបាត់ជើងគោរពព្រះសង្ឃគោរពធម៌ស្ដាប់ធម៌ដល់តែចិត្តរបស់យើងនឹងក៏វាល្អបើចិត្តរបស់យើងមិនល្អយើងអត់ចំណាយតែយទានមានកមានបច្ច័យមកចូលរួមបន់តេកេណានុប្រទានគម្រប់ខួប3ឆ្នាំនៅថ្ងៃនេះទេមែនទេយាយប៉ុន្តែដោយសារតែចិត្តរបស់យើងនឹងវាល្អចិត្តរបស់យើងវាស្អាតយើងសប្បាយចិត្តនៅក្នុងការបំពេញបុណ្យហើយដល់តែវាចារបស់យើងនឹងក៏ល្អនិយាយពាក្យពិតពាក្យទៀងត្រង់ពាក្យស្មោះត្រង់មិនភូតមិនផោមិនបោកប្រាស់មិនកុហកមិនមានការល្បិចមាយាទមិនថាសាច់ញាតិរបស់យើងអ្នកស្រុកអ្នកភូមិតែងតែនិយាយពាក្យណាដែលមានប្រយោជន៍សម្រាប់អ្នកស្ដាប់និងមានប្រយោជន៍សម្រាប់ខ្លួនឯងដល់តែយើងប្រព្រឹត្តល្អដោយកាយវិចារនិងចិត្តបែបនេះដូចនៅក្នុងគណៈពេលញោមកំពុងតែបំពេញបុណ្យអាត្មាលើកបុគ្គលិកឋានមួយនៅក្នុងសម័យពុទ្ធកាលការបំពេញបុណ្យមានសទ្ធាជ្រះថ្លាល្អដោយកាយវិចារនិងចិត្តមិនខុសអីពីញាតិញោមកំពុងតែបំពេញនឹងទេសម័យព្រះមានគ្រួសារមួយពីអ្នកប្តីប្រពន្ធបើយើងនិយាយឲ្យចំទៅមហាក្រត្មងណាញោមពីអ្នកប្តីប្រពន្ធនឹងនិយាយពីក្រពេលខ្លះមានអាហារហូបពេលព្រឹកអត់ពេលថ្ងៃមានអាហារពេលថ្ងៃអត់ពេលល្ងាចបាននិយាយពីផ្ទះដើរចូលទៅគោរពបើដើរមិនគោរពទេមិនស្រួលបុកក្បាលជាមួយនឹងអានងផ្ទះធ្លុះធ្លាយភ្លៀងមករកកន្លែងជ្រកកោនវាមិនចង់បានប្តីប្រពន្ធពីរអ្នកនឹងក្រណាស់ញោមថ្ងៃមួយស្វាមីដែលជាព្រាហ្មណ៍ធ្វើដំណើរដើរទៅតាមផ្លូវដើរចុះដើរឡើងរហូតទៅដល់មុខវត្តចេតពុនដល់វត្តចេតពុនវិច័យដន់ថ្ងៃនឹងពុទ្ធបរិស័ទអ្នកស្រុកអ្នកភូមិទាំងឡាយកំពុងតែឈរគ្នានៅត្រៀបត្រាពេញក្នុងវត្តគេទៅនិមន្តព្រះសង្ឃមកទទួលផាត់នៅផ្ទះរបស់គេផ្ទះសថីកហបតីអ្នកមានអ្នកទ្រព្យសម្បត្តិស្ដុកស្ដំខ្លះគេនិមន្តលោក100អង្គ80អង្គ50អង្គខ្លះទៅ10 20ដល់តែអ្នកក្រជីវភាពខ្វះខាតទៅ2 3អង្គខ្លះ1អង្គអញ្ចឹងទៅតាមសទ្ធាជ្រះថ្លាទៅតាមកម្លាំងទ្រព្យសម្បត្តិធនធានដែលគេអាចបំពេញបានដល់តែមហាក្រអានេះដើរចុះដើរឡើងទៅដល់កន្លែងមនុស្សជុំកំពុងតែនិមន្តព្រះសង្ឃហើយសម័យនោះគេមានលោកអាចារ្យម្នាក់
ជាអ្នកចាត់ចែងមានអ្នកណាមកមុនទៅគេកត់ទុកឧទាហរណ៍ញោមកអញ្ចឹងមកមុនប្រមាណអង្គគេកត់ទុកឯនោះមកប្រមាណអង្គគេកត់ទុកដល់តែដើរចុះដើរឡើងអ្នកចាត់ចែងកត់ឈ្មោះអ្នកណានិមន្តលោកនឹងឃើញព្រាហ្មណ៍មហាក្រនឹងដើរមកចិត្តដល់ប្រាប់ថាណែអ្នកឯងមកស្រុកមកភូមិនឹងមានតែអ្នកឯងតិចក្រជាងគេណាវេទនារហេមរហាមជាងគេរោគព្រឹកខ្វះថ្ងៃរោគថ្ងៃខ្វះល្ងាចអ្នកឯងដឹងទេសូតាហេតុអីបានអ្នកឯងនឹងវាក្រដោយសារតែអ្នកឯងនឹងវាអត់ពូជបនពីអតីតមកវាខ្វះបនអត់បានដាំពូជបនមិនបានដាំពូជទៀនគេបានកើតមកជាតិនេះវាក្របើជាតិនេះអ្នកឯងមិនប្រឹងដាំពូជបនទៀតទេជាតិក្រោយអ្នកឯងរឹតតែក្រជាងនឹងទៀតដល់តែព្រាហ្មណ៍មហាក្រស្ដាប់ចុះស្ដាប់ឡើងគិតចុះគិតឡើងមានបញ្ញាមកផ្លែតហ្នឹងញោមគិតយល់ប្រហែលជាអាត្មាអញជាតិមុនក្រមែនហើយมันបានធ្វើបន់ធ្វើទានអីសោះបានកើតមកជាតិនេះក្ររងទុក្ខវេទនាដល់តែចឹងក៏ប្រាប់ទៅអ្នកចាត់ការថាឥឡូវចេះខ្ញុំសុំនិមន្តព្រះសង្ឃមួយព្រះអង្គដែរទៅទទួលចង្ហាន់នៅផ្ទះបោះខ្ញុំនៅថ្ងៃស្អែកអ្នកចាត់ការហ្នឹងក៏កត់ទទួលមួយអង្គហ្នឹងទៅដល់តែព្រាហ្មណ៍មហាក្រឯណាខោអើមអាវដើរតៃលវៃត្រឡប់ទៅផ្ទះវិញប្រាប់ភរិយារបស់ខ្លួនថាណែឯងខ្ញុំបាននិមន្តព្រះសង្ឃមួយព្រះអង្គមកឆានចង្ហាន់នៅផ្ទះរបស់យើងនៅវេលាថ្ងៃស្អែកណាឯងយើងក្រយើងពិបាកជួបបញ្ហាមិនចេះចប់មិនចេះហើយដោយសារតែយើងនឹងវាអត់មានពូជបនពីអតីតមកបើជាតិនេះយើងមិនប្រឹងដាំពូជបនទេជាតិក្រោយយើងរឹតតែក្រជាងនឹងទៀតដល់តែប្រពន្ធស្ដាប់ប្តីនិយាយហើយក៏មានសទ្ធាជ្រះថ្លាជាមួយប្តីមិនអីទេប៉ុន្តែឥឡូវយើងបានអីបើរងកត្រឹមតាមមួយកំប៉ុងច្រកឆ្នាំងគ្មានផងមហូបមហាបន្តិចបន្តួចក៏គ្មានចោះបើយើងនិមន្តព្រះសង្ឃមកឆាន់នៅថ្ងៃស្អែកយើងបានអីឲ្យលោកឆាន់ណែគិតអញ្ចឹងញោមពីអ្នកប្តីប្រពន្ធគិតចោះគិតឡើងដើរពេញទៅភូមិដើម្បីទៅសុំស៊ីឈ្នួលគីដើរចោះដើរឡើងទៅជួបផ្ទះសថីកំពុងអ៊ូអែកម្មករគេកំពុងឲ្យធ្វើការព្រាហ្មណ៍ម្នេះបានដៃផ្លែតពីអ្នកប្តីប្រពន្ធចូលទៅក្រាបលូនលើកដៃសាពះអង្វរសុំលោកសថីសុំសោកម្នាក់សថីដើម្បីស៊ីឈ្នួលនៅផ្ទះរបស់គាត់ផងហើយសុំស៊ីឈ្នួលនឹងមិនចង់បានអីទេសុំត្រឹមតែបានកបន្តិចបន្តួចបានអាហារបន្តិចបន្តួចយកមកបរិភោគសុំត្រឹមតែប៉ុណ្ណឹងដល់ទៅលោកសថីឃើញមហាក្រពីអ្នកប្តីប្រពន្ធនឹងវាអាណិតពេកប៉ុន្តែមើលតាមខ្លួនទៅរៀងចាស់ហើយមិនដឹងយកមកធ្វើអីទេប៉ុន្តែដោយសារតែមានមេត្តាចិត្តអាណិតពេកក៏ព្រមទទួលឲ្យធ្វើឲ្យស៊ីឈ្នួលលោកសថីនឹងទៅដល់ទៅស៊ីឈ្នួលលោកសថីប្តីឯនោះទៅពុះអស់ទៅរែកទឹកដល់ឡាប់ប្រពន្ធឯនោះទៅអំកទៅបុកអង្គទៅរែងកដល់តែធ្វើញោម៉ាយពេញមួយថ្ងៃរហូតដល់យប់ធ្វើរហូតទៅដល់យប់ជ្រៅទៀតប្តីឯនេះចេះតែធ្វើការចេះតែពុះអស់ចេះតែរែងទឹកដល់ប្រពន្ធនោះចេះតែបុកអង្គចេះតែអុំកៃចេះតែរែងធ្វើអត់ព្រមឈប់សោះដូចមិនឃើញហត់ដល់តែលោកសថីវាយប់ជ្រៅទៀបចិត្តភ្លឺដល់ហើយចុះទៅលើផ្ទះមកឃើញមហាក្រពីអ្នកប្តីប្រពន្ធកំពុងទៅធ្វើការតត្រុកឆ្ងល់តែហ្មងចុះទៅសួរណែព្រាហ្មណ៍ទាំងពីររូបពីអ្នកប្តីប្រពន្ធអាម៉េចអ្នកឯងមិនតន់ឈប់មិនតន់សម្រាកទេអីគេឈប់អស់ហើយយប់ជ្រៅទៀបចិត្តនឹងភ្លឺហើយអាម៉េចក៏អ្នកឯងមិនទៅរកកន្លែងសម្រាក
ថាលោកសថៃខ្ញុំធ្វើការដូចជាមិនហត់សោះខ្ញុំសប្បាយចិត្តខ្លាំងពេកហើយចង់អ្នកឯងសប្បាយចិត្តនឹងសប្បាយចិត្តរឿងអីបានសប្បាយចិត្តរហូតដល់ធ្វើការភ្លេចឈប់នោះភ្លេចសម្រាលោកសថៃខ្ញុំសប្បាយចិត្តដោយសារតែខ្ញុំអត់ដែលបានធ្វើបុណ្យអត់ដែលបាននិមន្តព្រះសង្ឃអីមកឆានចង្ហាន់នៅផ្ទះរបស់ខ្ញុំទេប៉ុន្តែវេលាថ្ងៃនេះព្រឹកនេះខ្ញុំបាននិមន្តព្រះសង្ឃមួយព្រះអង្គមកទទួលចង្ហាន់នៅផ្ទះរបស់ខ្ញុំសប្បាយចិត្តបានមកធ្វើការឲ្យលោកសថៃព្រមយកដល់តែចឹងគ្រាន់តែបានក៏បានអាហារបរិភោគបន្តិចតួចយកទៅធ្វើបុណ្យប្រគេនព្រះសង្ឃខ្ញុំសប្បាយចិត្តត្រង់ហ្នឹងណាលោកសថៃដល់ទៅលោកសថៃនោះលឺដូច្នោះសប្បាយចិត្តអោព្រាម៉ាយព្រាមហើយតែចិត្តវាជ្រះថ្លាពេកចង់ធ្វើបន់ពេកចង់បំពេញទានពេកសប្បាយចិត្តជាមួយមហាក្រពីអ្នកប្តីប្រពន្ធនឹងញោមហើយឲ្យអង្គច្រើនសន្ធឹកសន្ធាប់ហើយឲ្យសម្លឲ្យអាហារបរិភោគនឹងបន្ថែមទៀតជាមួយនឹងអង្គដល់តែពីអ្នកប្តីប្រពន្ធនេះបានហើយពីលោកសថៃជួយសប្បាយចិត្តទៀតហើយញោមសប្បាយចិត្តដល់តវេលាទៀបចិត្តភ្លឺសុំលោកសថៃទៅធ្វើបន់មកព្រឹកសិននាំគ្នាទៅធ្វើបន់ចែកគ្នាចែកនឹងយ៉ាងម៉េចប្រាប់ប្រពន្ធទៅផ្ទះរៀបចំបោសសម្អាតផ្ទះធ្វើផ្ទះនឹងរៀបចំឲ្យស្អាតរៀបចំអាសនៈប្រគេនព្រះសង្ឃនិមន្តមកឯងរៀបចំទៅដាំបាយទៅខ្ញុំទៅរកម្ហូបទៅរកប្លុកបន្លែបន្ថែមប្តីប្រពន្ធទៅផ្ទះដល់តែប្តីរបស់ខ្លួនទៅបឹងទៅទលេអដោះញោមទៅបេះតគួតបេះផលិតបេះបោចគ្រាន់តែបានមកយកមកស្លប្រគេនលោកហើយដល់ឲ្យយើងឥឡូវមិនស្រួលសម្លផលិតសម្លតគួតអត់ហ៊ានប្រគេនលោកទេមែនទេញោមព្រលឹមឡើងយប់ឡើងតនេះទៅរោសតាជើងជ្រូកឯណាប្រប៉ាន់ណាណីណាពេលខ្លះដាក់មកសតអាសាច់ល្អលេខ1បន្លែសតល្អលេខ1ហើយដល់ល្អលេខ1សើគីមីតិចមកប្រគេនលោកឆានបានមួយអាទិត្យកើតអាស៊ីតស្លាក់ជើងលោកងាប់ទៀតដល់តែយើងគិតចោះគិតឡើងព្រាមនឹងសបាយយំបេះតគួតបលាបេះផលិតប្រាសបាយចិត្តគាត់ត្រេកអរគាត់ច្រៀងសបាយអូសបាយដល់តែវិច័យដល់អ្នកនេសាទកំពុងតអមទូកមើលមកមើលអីហ្នឹងទៅឆ្ងល់សួរថាចេះអាម៉េចព្រាមឯងហ្នឹងក៏សប្បាយចិត្តម្ល៉េះថាខ្ញុំសប្បាយចិត្តបានធ្វើបន់ណាបានធ្វើបន់អូនឯងសប្បាយចិត្តបានធ្វើបន់ណាឥឡូវចេះមកជួយបេះត្រីយើងមកជួយយើងមកចាំយើងឲ្យខ្លះដល់តែព្រាមនឹងមកជួយបេះជួយបោចមើលអីគេចាប់សាប់គ្រប់ហើយអ្នកនេសាទនឹងយកអាត្រីងាប់នឹង4 5យកទៅកប់នៅដីហើយប្រាប់ថាអ្នកឯងទៅមើលនឹងដីយើងកប់ទាំងនោះអ្នកឯងយកទៅធ្វើអីក៏ធ្វើចោះតាមព្រាបនឹងសបាយចិត្តទៀតហើយបន្លែក៏បានត្រីសាច់ក៏បានដល់តែបានចាប់សពគ្រប់វាសបាយចិត្តពេកដើរចេញពីទឹកមកធ្វើដំណើរទៅផ្ទះច្រៀងទៀតដែរញោមសបាយចិត្តសបាយចុះសបាយឡើងច្រៀងចុះច្រៀងឡើងក្តៅឆេវទៅដល់អាសនៈព្រះអង្គនេះដល់ឡាព្រះអង្គនៅវាមិនឆ្ងៀមបើកចាក់ខោទឹកសម្ដែងរិទ្ធមើលមកអូដោយសារតែព្រាមនឹងឲ្យតាគេសបាយចិត្តគេបានធ្វើបុណ្យបើឯងមិនចុះទៅមិនកើតទេចឹងព្រះអង្គហ្នឹងក៏ប្រែកលាខ្លួនដោយអំណាចនៃរិទ្ធរបស់ខ្លួនទៅជាតាព្រាមម្នាក់ខោអើមិនអាវដើរមកទៅត្រុកដើរកាត់ពីមុខព្រាមមហាក្រសួរថាអ្នកឯងមកពីណាទៅណាអាម៉េចក៏សប្បាយចិត្តម្ល៉េះថ្ងៃនេះដើរផងកលាស់កលែងខ្លួនផងច្រៀងសប្បាយផងថាខ្ញុំសប្បាយចិត្តដោយសារតែខ្ញុំថ្ងៃនេះខ្ញុំបានធ្វើបុណ្យខ្ញុំបាននិមន្តព្រះសង្ឃមកទទួលចង្ហាន់នៅផ្ទះរបស់ខ្ញុំអូអ្នកឯងសប្បាយចិត្តបានធ្វើបុណ្យឥឡូវចេះខ្ញុំសូមទៅស៊ីឈ្នួលនៅផ្ទះបងអ្នកឯងផងអេហី
ខ្ញុំក្រម្លឹងចុះអ្នកឯងក្រជាខ្ញុំទៀតហើយទៅស៊ីឈ្នួលឲ្យខ្ញុំមានអីឲ្យអ្នកឯងឥឡូវចាស់បានអ្នកឯងគ្មានអីឲ្យខ្ញុំឥឡូវខ្ញុំទៅជួយដាំបាយស្លប្រគេនលោកសុំត្រឹមតែហូបមករស់ក៏បានដល់តែព្រាហ្មណ៍មហាក្រក៏នឹកឃើញថាអាណត្តិឯងក៏ជាអ្នកក្រគេឯណោះក៏ជាអ្នកក្រដល់អញ្ចឹងចេះតែជួយគ្នាទៅឃើញទេញោមអ្នកក្រដូចគ្នាយល់ចិត្តអ្នកក្រដូចគ្នាដល់អញ្ចឹងណាវាមាននៅអវប្បធម៌ចែករំលែកដល់អញ្ចឹងមានអីក៏ព្រមឲ្យព្រាហ្មណ៍ដែលជាប្រអិនប្រឡំខ្លួនហ្នឹងទៅជួយដាំបាយស្លទៅដល់ម៉ោងដល់ពេលវេលាញោមប្រពន្ធព្រាហ្មណ៍ដាំបាយឆ្អិនចប់សពគ្រប់ដល់តែប្រឡុកបន្លែត្រីទៅដល់ប្រអិនណោះគេអ្នកស្លប្រអិនហ្នឹងអ្នកជួយស្លញោមដល់តែព្រាហ្មណ៍មហាក្រឯនេះដល់ម៉ោងដល់ពេលវេលាទៅនិមន្តព្រះសង្ឃនៅវត្តចេតពុនឯណោះទៅដល់ញោមហើយស្ងាត់វត្តឲ្យឈឹងទៅជួបតអ្នកចាត់ការនិមន្តព្រះសង្ឃអ្នកកត់ឈ្មោះទៅដល់ជួបអ្នកកត់ឈ្មោះសួរថាណែអ្នកឯងឯណាព្រះសង្ឃនោះថាយើងនិមន្តព្រះសង្ឃមួយព្រះអង្គកត់ឈ្មោះពីម្សិលមិញឥឡូវខ្ញុំមកយកលោកហើយអូអ្នកឯអ្នកខ្ញុំភ្លេចឲ្យឈឹងឥឡូវមានលោកឯណាលោកគេនិមន្តទៅអស់ហើយឯនោះ100អង្គឯនោះ50អង្គឯនោះ10អង្គឯនោះ5អង្គឯនោះ2អង្គឯនោះ1អង្គឥឡូវអស់លិចមានលោកឯណាព្រាហ្មណ៍គ្រាន់តែលើសោតអស់លោកញោមមកហើយចាប់ដាបអស់កម្លាំងបាក់កម្លាំងកាយនឹងធ្លាក់សឹបមានអីញោមមកអុកគូទិសដេកនៅដេកដេកអានីលយំទៅហូរតែហ្មងខ្ញុំមិនដែលបានធ្វើបន់សោះឥឡូវបានធ្វើបន់ម្ដងអ្នកឯងមិនគួរណាធ្វើបែបនេះដាក់ខ្ញុំទេខ្ញុំបាននិមន្តព្រះសង្ឃអ្នកឯងកត់ឲ្យច្បាស់ចាស់គួរណាទុកព្រះសង្ឃមួយព្រះអង្គឲ្យខ្ញុំឥឡូវខ្ញុំបានអីឃើញទេញោមដល់តែយំសៅស្នោបោកដេកអានីលដូចជាកូនក្មេងអ្នកចាត់ការនេះគេប្រាប់ចេះថាឥឡូវចេះអ្នកឯងងើបមកសិនមកឥឡូវនៅព្រះសម្មាសម្ពុទ្ធមួយព្រះអង្គនៅក្នុងគន្ធកតឯណោះបើអ្នកឯងមានឧបនិស្ស័យនិមន្តអ្នកឯងទៅនិមន្តទៅក្រែងបានញោមមកគ្រាន់តែលើដូច្នេះងើបក្រាស់អាកាអាបលសតានដៃអត់បបោទេរត់ចូលទៅក្នុងគន្ធកតទៅដល់ញោមមកជ្រែកគេចូលទៅដល់ពីមុខគន្ធកតមានព្រះមហាក្សត្រព្រះជាសទ្ធិកហបតីនាយមើលមន្ត្រីរាប់រយនាក់កំពុងតែអង្គុយចាំត្រៀបត្រានមុនព្រះសម្មាសម្ពុទ្ធហើយដល់ទៅយើងព្រាបមហាក្រខោមិនខោអើមិនអើទៅនិមន្តពពុទ្ធនេះមើលអាត្មាសួរញោមថាមុនបានអត់ហើយយាយអ្នកខ្វាន់មាសមុនបានឬក៏មិនបានឬក៏មិនបានឥឡូវយើងស្ដាប់សិនចូលទៅជ្រែកគេទៅមកញោមខោអើមិនអើប្រឡាក់សតដីទៅដល់ពីមុខគន្ធកតហើយនៅមុខទ្វារព្រះសម្មាសម្ពុទ្ធចាប់ដើមគោះទ្វារតោកថ្វាយអង្គមថាព្រះអង្គហើយសូមរតនានិមន្តព្រះអង្គទៅទទួលចង្ហាន់នៅផ្ទះរបស់ខ្ញុំម្ចាស់ជាមនុស្សអភ័ព្វជាមនុស្សខ្វះបុណ្យអត់ដែលបានធ្វើបុណ្យអីសោះដល់តែឥឡូវនេះបានធ្វើបុណ្យម្ដងនិមន្តព្រះសង្ឃហើយកត់ត្រឹមត្រូវហើយឥឡូវនឹងអត់បានទៀតឥឡូវនៅសល់តែព្រះពុទ្ធមួយព្រះអង្គទេសូមព្រះអង្គអនុគ្រោះមេត្តាទទួលទានរបស់ខ្ញុំម្ចាស់ផងនិយាយចុះនិយាយឡើងព្រះសម្មាសម្ពុទ្ធក៏ឃើញមហាក្រនឹងឯងនៅក្នុងសំណាញ់ញាណរបស់ព្រះពុទ្ធដែលព្រះអង្គគួរទៅប្រោសដល់ហើយអញ្ចឹងទៅព្រះអង្គបើកទ្វារបោះបាតទៅខ្ញុំឲ្យព្រាហ្មណ៍នឹងសប្បាយចិត្តណាស់សប្បាយចិត្តត្រេកអរបានព្រះពុទ្ធហុចបាតមកថាអ្នកឯងយកបាតទៅរៀបចំចង្ហាន់មុនតថាគតដល់ម៉ោងដល់ពេលវេលានឹងទៅតាមក្រោយមានអីញោមបានបាតនឹងឲ្យសបាយចុតរត់តែងតាំងមកផ្ទះវិញរៀបចំអាសនៈជាមួយភរិយាសម្រាប់ព្រះពុទ្ធទ្រង់គង់
ដល់តែប្រពុតដល់ម៉ោងដល់ពេលវេលាក៏និមន្តទៅទទួលចង្ហាន់នៅផ្ទះរបស់មហាក្រនិយាយអំពីព្រះរាជាសទ្ធិកហបតីនីមើលមន្ត្រីដែលមានទ្រព្យសម្បត្តិច្រើនគ្រាន់តែលឺដូច្នោះក្រមខោមខោអាវអាវរព្រឹកខ្វះល្ងាចរល្ងាចខ្វះថ្ងៃមានអាហារបណិតមានអាហារល្អចង្ហាន់បណិតល្អឯណាប្រគេនពពុទ្ធនោះយ៉ាងច្រើនណាស់ព្រះអង្គទៅតែមួយផ្លេតហ្នឹងព្រះអង្គនិមន្តមកវិញមកទទួលចង្ហាន់ជើងឯនេះវិញនាំគ្នាទៅតាមមើលញោមទាំងស្ដេចផែនដីសទ្ធិកហបតីនាមមន្ត្រីដែលមានទ្រព្យសម្បត្តិច្រើននាំគ្នាទៅតាមពពុទ្ធទៅតាមទៅដល់ផ្ទះព្រាហ្មណ៍ហ្នឹងនឹកឃើញថាចាំទៅនិមន្តពពុទ្ធនៅទីកន្លែងហ្នឹងមកព្រោះនឹកឃើញថាអ្នកក្រគ្មានរបស់ឲ្យល្អប្រគេនពពុទ្ធទេមែនទេយាយដល់តែដល់ម៉ោងពេលវេលាហើយពពុទ្ធនិមន្តទៅដល់និយាយអំពីចុងភៅប្រអិនចុងភៅប្រអិននេះណោញោមញោមហើយជាមួយភរិយាដួសបាយយកមកដាក់បាតពពុទ្ធដល់តែសម្លដែលប្រអិនអ្នកស្លឯណោះហើយចុះមិនមែនដូចយើងឯណាសាច់ក៏សាច់ទឹកបន្លែក៏បន្លែទឹកប៊ីចេងអំបិលស្ករសត្វរបស់ទឹកទាំងអស់ដាក់បងយកមកស្លញោមហើយគ្រាន់តែចាប់ដើមស្លពុះក្រាក់ក្រាក់បើកអាកម្របឆ្នាំងមកនិយាយពីក្លិននឹងវាឈ្ងុយដល់តែអាក្លិននឹងវាឈ្ងុយខ្លាំងពេកវាសាយភាយនឹងវាខ្លាំងពេកទៅដល់ច្រមុះព្រះរាជាសទ្ធិបកហបតីនាយមើលមន្ត្រីញោមហើយអាក្លិនឈ្ងុយនឹងវាប៉ះច្រមុះទៅមានអីទាំងព្រះរាជាទាំងសទ្ធិកហបតីនាយមើលមន្ត្រីនិយាយពីទឹកមាត់ធ្លាក់មកឲ្យខ្ពាក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 វាឈ្ងុយពេកវាអស្ចារ្យពេកនឹកឃើញថាទេក្រម្លឹងមានអីប្រគេនពពុទ្ធហើយចុះឥឡូវគេបានមហូបអីគេបានអីស្លោអមិនក៏ឈ្ងុយម្លេះយើងចង់សាកមើលណាស់យើងបានជាស្ដេចរូយូរឆ្នាំមកហើយមិនដែលបានអីសោយអាហារបែបនេះសោះដល់តែអញ្ចឹងញោមឃើញហ៎ដល់ម៉ោងដល់ពេលវេលាពពុទ្ធទទួលអនុមោទនាចាប់សពគ្រប់ហើយក៏និមន្តទៅវត្តចេតពុនវិញទៅនិយាយកាត់ដើម្បីជាប់អេវ៉ាំងញោមហើយគ្រាន់តែនិមន្តព្រះពុទ្ធនិមន្តហួសចេញពីផ្ទះរបស់ព្រះមហាក្រនឹងមកដោយអំណាចនៃឫទ្ធិរបស់ព្រះអិនដោយអំណាចនៃបុណ្យរបស់មហាក្រណាបុណ្យពីអតីតមកដែលគាត់បានសាងនិងបុណ្យនៅក្នុងបច្ចុប្បន្នជាតិដែលនិមន្តព្រះពុទ្ធមកទទួលចង្ហាន់បានឆានដោយផ្ទាល់ទៀតនេះបុណ្យកសោវាប្រព្រឹត្តទៅជាតថាធម្មវេទនីយកម្មបុណ្យនេះវាឲ្យផលភ្លាមមិនចាំបាច់ដល់ជាតិក្រោយឃើញទេញោមបុណ្យយើងធ្វើខ្លះបើបុណ្យវាមិនតាន់ឲ្យផលរាប់អំពីជាតិទី2ឡើងទៅអំពីអបរាប្រវេទនីយកម្មបើជាតិទី2វាមិនតាន់ឲ្យផលប្រព្រឹត្តទៅជាឧបបច្ចៈវេទនីយកម្មរាប់អំពីជាតិទី3ឡើងទៅដល់តែកម្មវាត្រូវឲ្យផលភ្លាមប្រព្រឹត្តទៅជាតថាធម្មវេទនីយកម្មព្រាហ្មណ៍នឹងបុណ្យវាត្រូវឲ្យផលនៅក្នុងបច្ចុប្បន្នជាតិញោមមកព្រះអិនហោះទៅពីលើផ្ទះរបស់ព្រាហ្មណ៍សម្ដែងដល់អំណាចនៃឫទ្ធិញោមមកគ្រាន់តែមាសធ្លាក់មកឲ្យខ្ពាកដូចទឹកភ្លៀងគ្រាន់តែធ្លាក់មាសមកដល់អំណាចនៃឫទ្ធិរបស់ព្រះអិនអំណាចនៃបុណ្យរបស់មហាក្រពីអ្នកប្តីប្រពន្ធគ្រាន់តែកម្ពស់នៃមាសដែលធ្លាក់មករាប់តាំងអំពីដីរហូតទៅដល់ខាងលើបានកម្ពស់រហូតទៅដល់80ហត្ថញោមហើយខ្ញុំរាប់មើល80ហត្ថវែងមែនអីយាយមហាត់រាប់80ហត្ថកម្ពស់ណាទៅដល់ធ្លាក់មកខ្ពាកដូចទឹកភ្លៀងព្រាហ្មណ៍ហ្នឹងអត់ហ៊ានទទួលយកមាសនឹងទៀតទទួលថ្វាយដល់ព្រះរាជាមិនហ៊ានទទួលយកទេថានេះបុណ្យរបស់អ្នកឯងយកចោះអារបស់ណានៅក្នុងទឹកដីរបស់អ្នកឯងយកចោះបើរបស់ណាចេញពីដីអ្នកឯងអ្នកចាំអ្នកឯងយកចូលក្នុងព្រះបរមរាជវាំង
ដល់តែព្រះជាសំបន់សំចែកបនមហាក្រចែកបនហើយព្រះជាសបាយចិត្តនឹងពេកព្រះជាទានអាដីភូមិមួយកន្លែងភូមិមួយគ្រឹះបោះសទ្ធិចាស់ពីដើមគេស្លាប់ទៅនោះញោមឲ្យទៅមហាក្រនឹងទៀតមហាក្រពីអ្នកប្តីប្រពន្ធធ្វើបនតែម្ដងនេះលបើកក្រលែងក្រទៀតហើយព្រះរាជាតាំងតំណែងអ្នកឯងចាប់ពីថ្ងៃនេះទៅឈប់ធ្វើអ្នកក្រធ្វើជាមហាសេដ្ឋីឃើញទេញោមនឹងហើយអំណាចនៃបនដែលកាលអំពីទឹកចិត្តសទ្ធាជ្រះថ្លាដែលយើងប្រព្រឹត្តល្អដោយកាយវិចារនិងចិត្តរមែងបានបនបានអានិសង្សច្រើនសូមអនុមោទនា